សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី tip ខ្លះៗសម្រាប់អ្នកប្រើប្រាស់ទៅលើ AutoCAD tip នោះគឺការបង្កើតនៅ AutoCAD Lite តើអ្វីជា AutoCAD Lite AutoCAD Lite គឺជាភាសាកូដរបស់ Autodesk សម្រាប់ AutoCAD ដែលមានសមត្ថភាពក្នុងការឲ្យយើងបង្កើតនៅ command ផ្ទាល់ខ្លួនរបស់យើងនិងបង្កើតមុខងារថ្មីៗដាក់ចូលទៅក្នុង AutoCAD ហើយវាមានតួនាទីសំខាន់ឲ្យយើងកាន់តែបង្កើននៅល្បឿនក្នុងការ drawing របស់យើងឲ្យកាន់តែរហ័សជាងមុនហើយដោយសារតែយើងជា user ជាអ្នកប្រើប្រាស់ធម្មតាមិនមែនជាអ្នកសរសេរកូដដូច្នេះយើងមិនអាចសរសេរកូដបានឡើយប៉ុន្តែយើងអាចប្រើប្រាស់ AI ក្នុងការជំនួយក្នុងការសរសេរកូដនេះបានហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការបង្កើតនៅ AutoCAD Lite នេះដោយប្រើប្រាស់ AI Gemini ក្នុងការ generate code ឥឡូវយើងចូលទៅកាន់ topic របស់យើងចំណុចដំបូងនៃ topic ខ្ញុំគ្រាន់តែចង់បង្កើតនៅ command ដែលមានស្រាប់នៅក្នុង AutoCAD ហ្នឹងឲ្យមានលក្ខណៈងាយស្រួលនិងសាមញ្ញជាង command ដែលមាននៅក្នុង AutoCAD ហ្នឹងស្រាប់ឧទាហរណ៍ដូចជា command dimension យើងត្រូវវាយ DLI អញ្ចឹងមានន័យថាយើងវាយនៅ keyboard ប៊ូតុងផ្សេងគ្នាខុសពីគ្នាវាយអក្សរ D វាយអក្សរ L និងវាយអក្សរ I អញ្ចឹងមានលក្ខណៈប៊ូតុងវាខុសគ្នាអញ្ចឹងវាត្រូវការចំណាយពេលយូរនេះឧទាហរណ៍ DLI សម្រាប់ dimension អញ្ចឹងមានន័យថាវាត្រូវប្រើ key ច្រើនក្នុងការវាយប៉ុន្តែដើម្បីជំនួយឲ្យយើងកាន់តែប្រើប្រាស់ command បានលឿនយើងប្រើប្រាស់អាចសរសេរឲ្យ AI សរសេរឲ្យនេះ create យើងគ្រាន់តែសរសេរថា create AutoCAD Lite for command dd for dimension នោះក្រោយពីយើងបញ្ជាវាឲ្យសរសេរកូដរួចរាល់វានឹង generate កូដឲ្យយើងក្រោយពី generate ហើយយើងគ្រាន់តែ copy ឬក៏ download file នឹងយកតែម្ដងជា download ចូល folder ដែលយើងបាន download ហើយចូលវាគ្រាន់តែជា file text អញ្ចឹងយើងគ្រាន់តែ save វាជា extension របស់ Autolite អញ្ចឹងវាខ្ញុំឈ្មោះថា dd.lsp dd ជា command lsp ជា extension របស់ Autolite អញ្ចឹង ap load នេះ command ដែលយើងបានឲ្យ AI សរសេរឲ្យអញ្ចឹង load 1 និង always អញ្ចឹង always មានន័យថាយើង load ម្ដងឲ្យវាជាប់រហូតហើយនឹង load 1 មានន័យថាយើង load ម្ដងនៅពេលក្រោយយើងត្រូវ load ម្ដងទៀតយើងវាយ dd រួចចាប់មកជា dimension dd ជា dimension យើងមិនបាច់វាយ dli អ្វីបោះ dimension នេះយើងគ្រាន់តែវាយ dd វាបោះ dimension ហើយឥឡូវយើងចូលការបង្កើតនៅ command ទៀត command copy យើងសរសេរដូចគ្នាគ្រាន់តែcommand copy យើងជាទូទៅប្រើប្រាស់ command co ឬក៏ cp ប៉ុន្តែខ្ញុំចង់ឲ្យវាសរសេរអក្សរដូចគ្នាខ្ញុំគ្រាន់តែឲ្យវាបង្កើតនៅ command cc ដល់ពេលដែលវានឹង generate ឥឡូវយើងចូលទៅមើលមកនេះយើងបាន co អញ្ចឹងមានអក្សរ C អក្សរ O ប៉ុន្តែខ្ញុំចង់ឲ្យចុចនៅ key តែមួយ
ដើម្បីឲ្យបង្កើតនៅ comment ហ្នឹងអញ្ចឹងវារៀបgenerate logo ចូល file save as ជា file extension LSP save tiếng AP cc load cc select AP ទី1ទី2មានន័យថាវា copy យើងបាច់ចុច CO នេះយើងវាយតា cc យើងមិនបាន copy ដូចគ្នាឥឡូវយើងបន្តទៅ comment មួយទៀតមានលក្ខណៈស្មុគស្មាញជាងមុនខ្ញុំចង់ឲ្យវា calculate ទៅលើ area និង length ហើយខ្ញុំឲ្យវាបង្កើត photolith ហ្នឹងដោយប្រើប្រាស់ command AAL ឥឡូវយើង copy សិនហើយយើងចាំមកអានទាំងអស់គ្នាថាចង់ឲ្យវាធ្វើអ្វីខ្លះនេះឲ្យវាកណនាទៅលើ total length និង total area ហើយឲ្យវាសូវជា message box display ប្រវែងជា millimeter និង area ជា millimeter ការ៉េហើយក្នុង message box ហ្នឹងមានប៊ូតុង copy មានប៊ូតុង select មាន export មាន close ហើយនឹងដាក់ footer ជាឈ្មោះរបស់អ្នកបង្កើតចាំវា generate ឲ្យនេះយើង download ហើយយើងចូល file របស់វា folder របស់វាហើយ save as ជា file extension របស់ Autolit aal.lsp ap aal នៅឧទាហរណ៍ថាយើងមានបទកោណតែមួយហើយ AL ដើម្បីឲ្យវាកណនាប្រវែងនឹងផ្ទៃកន្លះនេះវានឹងបង្ហាញ actual result total length នេះប៉ុណ្នេះmillimeter ហើយ total area ប៉ុណ្នេះ millimeter ការ៉េហើយយើងអាចចុច select again ឧទាហរណ៍ថាមាន object មួយផ្សេងទៀតឧទាហរណ៍មាន object មួយផ្សេងទៀតយើងបានប្រើប្រាស់ command ហ្នឹងហើយចុច select again ហើយ select អានេះមួយទៀតបាទហើយក៏យើងអាច export វាជា file text បានដែរខ្ញុំបានឲ្យវា generate ឲ្យវាជា file text នេះ file text នេះជា file text ហើយយើងអាច copy ឲ្យដូចគ្នាហើយយើងអាចបង្កើត command ផ្សេងទៀតតែយើងគ្រាន់តែ save from ហើយវានឹង generate ឲ្យយើងហើយcommand ដែលខ្ញុំបានយក AI ទៅបង្កើតហ្នឹងខ្ញុំនឹងបង្ហាញនេះមាន command ត្រួសមានដូចជាcommand AAL ហើយខ្ញុំ load ចូលអស់ command AAL នេះខ្ញុំបានឲ្យវាមាន message box ដូចនេះហើយក៏អាចចុច select again ហើយរូបរាងយ៉ាងដូចម្ដេចក៏វាអាចកណនាបានដែរឧទាហរណ៍រាងចេះឲ្យតែជារបស់បញ្ជាក់ AAL នេះបាន total length ដោយសារវាអត់ជាប់គ្នាទាំងអស់ទើបវាអត់កណនាពីកន្លែងឲ្យនេះជា total area ហើយយើងអាច copy បានហើយយើងក៏អាច export ជា Excel បានដែរនេះខ្ញុំបានឲ្យវា export ជា Excel
ក្នុងការសរសេរ prompt ឲ្យវា export ជា Excel អញ្ចឹងវាបានបញ្ចេញជា Excel ខ្ញុំអត់បាន save ឲ្យវាចេញ file text ទេវានឹងចេញឲ្យជាប្រភេទ object ជាអីជាឡានជាពលឡានជាអីផ្សេងចឹងអូខេហើយក៏បានបង្កើតនៅនេះមួយទៀតគឺ copy cc ហ្នឹង cc copy ហើយក៏បានបង្កើតនេះមួយទៀតគឺ chx chx មានន័យថា change justify របស់ object មានន័យដូចនេះនេះ justify នេះគេហៅ justify អញ្ចឹង justify វានៅខាងលើនៅខាងថប់អញ្ចឹងដើម្បីដូរយើងគ្រាន់តែចុច control មួយហើយ change justify នេះជា middle center ដូរអញ្ចឹងដើម្បីឲ្យវាស្រួលក្នុងការចាប់ mid between 4 point ដើម្បីឲ្យវានៅចំកណ្ដាលតែម្ដងនេះប៉ុន្តែដើម្បីចុចអញ្ចឹងវាមានលក្ខណៈយូរខ្ញុំក៏បានបង្កើតនៅ command change justify វាតែម្ដងចុចមក change តែម្ដងនេះនៅខាងលើអញ្ចឹង change chx command ហ្នឹងមក change justify តែម្ដងហើយក៏បានប្រាប់ថា AI បង្កើតទៅលើ command មួយទៀត DL មានន័យថា copy layout ហ្នឹងឲ្យទៅខាងចុង move to the end ហើយ DLL វានឹង copy ឯsheet នេះ layout នេះទៅខាងចុងDLL move អា sheet នេះទៅខាងចុង copy move ជាធម្មតាយើងគ្រាន់តែចុចចេះ move copy ចុចមានលក្ខណៈភាពយូរអញ្ចឹងខ្ញុំក៏បានបង្កើត command ហ្នឹងហើយបានបង្កើតនៅ command មួយទៀតទៅលើ px ឥឡូវខ្ញុំបង្ហាញលើ px គឺដើម្បី public មានន័យថា select all ទៅមកចុច public ប៉ុន្តែយើងគ្រាន់តែប្រើប្រាស់ command px យើងចូលទៅ public ឡើងម្ដងcommand បន្តទៀតគឺ setxមានន័យថាជាធម្មតាដើម្បី scale យើងចុច set enter as enter មួយចែក scale ដែលយើងចង់បានឲ្យ xp នោះនឹងបាន scale ប៉ុណ្ណឹងប៉ុន្តែខ្ញុំបានបង្កើតនៅ command ហ្នឹង setx ចុចទៅលើ select ទៅលើ viewport ហើយ apply scale មួយលើ200ហើយ apply scale ទៅវាទៅបានប៉ុណ្ណឹងហើយយើងស្រែកបន្តិចមកយើងដាក់ចូលតែម្ដងហើយក៏បានបង្កើតនៅ command មួយទៀតគឺនេះ command lxx មានន័យថានេះហ្នឹងវាសារៈសំខាន់ទៅលើ innovation lxx ខ្ញុំ select វាខ្ញុំចុចឧទាហរណ៍ថាខ្ញុំចង់ឲ្យវាឡើងលើ5ម៉ែត្រអញ្ចឹងវានឹងសរសេរ5ម៉ែត្រឲ្យយើងតែម្ដងយើងអត់ចាំបាច់ copy ចេះហើយយើងវាយ cell 5ឲ្យម៉ែត្រទេ5.00 ម៉ែត្រអីទេហើយវាក៏ស្គាល់ថាអាហ្នឹងជា base អញ្ចឹងនៅពេលដែលវានៅខាងក្រោមអាហ្នឹងនឹងចេញសញ្ញាដកអញ្ចឹងឧទាហរណ៍នៅខាងហ្នឹង1ម៉ែត្រកន្លះអញ្ចឹង1500វានឹងសរសេរដក1ម៉ែត្រកន្លះឲ្យតែម្ដងវាស្គាល់ថាទីតាំងនេះដកទីតាំងខាងលើ0បូកអញ្ចឹងយើងអាចបង្កើតនៅ comment ដោយខ្លួនឯងបានដោយប្រើប្រាស់ AI
ក្រោយពីប្រើប្រាស់ AI រួចយើងឲ្យវា generate code ឲ្យយើងហើយយើង save file ជា extension របស់ Autoliv នោះយើងនឹងបង្កើតបានជា command ដែលអាច upload ចូលក្នុង AutoCAD បានដូច្នេះtip នេះខ្ញុំបានរៀបរាប់ចប់អស់ហើយអញ្ចឹងយើងអាចសាកបង្កើតខ្លួនឯងបានអរគុណ